បើគ្មានអ្វីប្រែប្រួលទេពលរដ្ឋខ្មែរដែលរស់នៅសហរដ្ឋអាមេរិកគ្រងនឹងជួបជុំគ្នាធ្វើបាតកម្មនាថ្ងៃទី19ខែកុម្ភៈឆ្នាំ2026ក្នុងរដ្ឋធានី Washington បាតកម្មនេះមានគោលដៅទាមទាររដ្ឋាភិបាលកម្ពុជាដាក់ពាក្យបណ្ដឹងទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC និងតុលាការយុត្តិធម៌អន្តរជាតិ ICJ ក្រុងឡាអេពាក់ព័ន្ធនឹងការបាត់បង់ដីធ្លីផ្ទះសម្បែងរបស់ជនស៊ីវិលខ្មែរដែលបណ្ដាលមកពីការលុកលុយនិងការបាញ់គ្រាប់ផ្លោងរបស់យោធាថៃលើដែនដីកម្ពុជាលោកអ៊ុំសំអានអតីតតំណាងរាស្ត្រនៃអតីតគណៈបកសង្គ្រោះជាតិបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFE នារសៀលថ្ងៃទី18កុម្ភៈនេះថាបាតកម្មដែលក្រុងធ្វើនៅថ្ងៃប្រហ័សទី19កុម្ភៈនឹងមានការចូលរួមពីពលរដ្ឋខ្មែររស់នៅអាមេរិកប្រមាណជាង400នាក់ក្រៅពីការទាមទាររដ្ឋាភិបាលកម្ពុជាដាក់ពាក្យបណ្ដឹងទៅកាន់តុលាការអន្តរជាតិក្រុងឡាអេលោកអ៊ុំសំអានបានបញ្ជាក់បន្ថែមថាបាតកម្មនេះក៏មានគោលដៅជំរុញឲ្យរដ្ឋាភិបាលកម្ពុជាកោះប្រជុំប្រទេសដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីក្នុងសំណុំរឿងព្រំដែនខ្មែរថៃដែរមួយវិញទៀតនឹងបើតាមអតីតតំណាងរាស្ត្រនៃអតីតគណៈបកសង្គ្រោះជាតិរូបនេះដដែលបាតកម្មក៏អំពាវនាវឲ្យប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំដាក់សម្ពាធឲ្យថៃបញ្ឈប់ការរំលោភបំពានលើទឹកដីកម្ពុជានិងត្រូវប្រគល់ឲ្យកម្ពុជាវិញនៅទីតាំងដែលកងទ័ពថៃកំពុងឈរជាងសប្តាហ៍ថ្ងៃទន្ទឹមគ្នានេះពលរដ្ឋខ្មែររស់នៅក្រៅប្រទេសក៏ចង់ឃើញរដ្ឋាភិបាលកម្ពុជាដោះលែងអ្នកទស្សនយោបាយទាំងអស់ឲ្យមានសេរីភាពនិងស្ដារសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសអ្វីជាការកត់សម្គាល់គម្រោងធ្វើបាតកម្មរបស់ពលរដ្ឋខ្មែររស់នៅអាមេរិកគឺចំពេលដែលប្រមុខរដ្ឋាភិបាលកម្ពុជាលោកហ៊ុនម៉ាណែតកំពុងមានវត្តមាននៅលើទឹកដីអាមេរិកដើម្បីចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាពដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី19ខែកុម្ភៈឆ្នាំ2026គូបញ្ជាក់ថានៅក្នុងជំនួបព្រំដែនខ្មែរថៃនេះដដែលប្រមុខរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេសធ្លាប់បានស្នើឲ្យរដ្ឋាភិបាលបារាំងពិចារណាផ្ដល់ការគាំទ្រផ្នែកបច្ចេកទេសជំនាញនិងផ្ដល់ឯកសារប្រវត្តិសាស្ត្រស្ដីពីព្រំដែនអន្តរជាតិកម្ពុជាថៃដែលជាមរតកនៃសម័យអាណាព្យាបាលបារាំងរដ្ឋាភិបាលបារាំងក៏បានបញ្ជាក់ផងដែរពីការត្រៀមខ្លួនដើម្បីផ្ដល់ឯកសារចាំបាច់នានាដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជាថៃនៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដែលរដ្ឋាភិបាលកម្ពុជាធ្លាប់បានជួយដំណឹងពីការដាក់ពាក្យបណ្ដឹងប្តឹងភាគីថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ឲ្យជួយកាត់ក្តីវិវាទព្រំដែនគោកចំនួន4តំបន់ជាមួយប្រទេសថៃ